ពេលខ្លះយើងមិនដឹងរឿងគេទាំងស្រុងយើងបញ្ញាប់កាត់សេចក្តីវិនិច្ឆ័យទៅការសម្រេចចិត្តរបស់យើងពាក្យសម្ដីរបស់យើងវាទៅជាខុសទៅវិញអញ្ចឹងបាននៅក្នុងធម៌ពុទ្ធឲ្យយើងពិចារណាមុននឹងសម្រេចចិត្តសរសើរឬក៏និន្ទាបុគ្គលណាមួយរហូតដល់ព្រះអង្គសម្ដែងថាបើសរសើរមនុស្សខុសយើងអ្នកសរសើរនេះធ្លាក់នរកដូចគេច្រើនទម្លាក់អញ្ចឹងហើយបើនិន្ទាមនុស្សខុសក៏ធ្លាក់នរកដូចគេច្រើនទម្លាក់ដែរអញ្ចឹងត្រូវការសង្កេតពិនិត្យពិចារណាមើលថាវាសមរម្យវាត្រឹមត្រូវប្រើសមត្ថភាពបញ្ញាស្មារតីគូក្បាលរបស់យើងកុំឲ្យគ្រាន់តែគេបង្ហាញអីបន្តិចយើងលួងតាមគេអញ្ចឹងយើងបាត់បង់សមត្ថភាពគិតពិចារណាចិន្តមយៈបញ្ញាកើតដោយការត្រេះរិះពិចារណាហ្នឹងយើងមានតែសុតមយៈបញ្ញាកើតពីការស្ដាប់ប៉ុន្តែស្ដាប់ហ្នឹងស្ដាប់ខុសទៅទៀតតែអញ្ចឹងវាធ្វើឲ្យយើងសម្រេចចិត្តខុសដោយសារយើងខ្វះបញ្ញាថ្នាក់ពិចារណាហ្នឹងឯងអញ្ចឹងយើងប្រយ័ត្នប្រយែងកុំឲ្យយើងគ្រាន់តែឃើញអីបន្តិចយើងប្រតិកម្មទៅលឿនពេកដោយមិនបានស្វែងរកព័ត៌មានស្វែងរកហេតុផលឲ្យបានត្រឹមត្រូវការសម្រេចចិត្តរបស់យើងហ្នឹងវាទៅជាមានទោសមកលើខ្លួនយើងទៅវិញបើយើងចង់និយាយក៏រៀបចំចិត្តគំនិតដែរព្រះអង្គសម្ដែងប្រាប់ភិក្ខុសង្ឃឲ្យនិយាយមើលកលៈទេសៈឲ្យនិយាយប្រកបដោយបញ្ញាឲ្យនិយាយប្រកបដោយទឹកចិត្តមេត្តាมันមានបំណងធ្វើឲ្យគេក្តៅក្រហាយឈឺចាប់អីទេយើងនិយាយកែតម្រូវក៏ចង់ឲ្យបុគ្គលនឹងបានល្អសុទ្ធតែជាមិត្តរួមជាតិរួមកើតរួមចាស់រួមឈឺរួមស្លាប់ទាំងអស់គ្នាសុទ្ធតែជាអ្នកមានទុក្ខទាំងអស់គ្នាសុទ្ធតែជាអ្នកប្រាថ្នាសុខទាំងអស់គ្នាអត់មានអ្នកណាមួយចង់បានទុក្ខមកដាក់ខ្លួនទេហើយវាគួរឲ្យអាណិតណាស់ដែលយើងទាំងអស់គ្នាសុទ្ធតែហែលក្នុងសមុទ្រទុក្ខគ្រប់គ្នាទាំងអស់ចុងក្រោយយើងលះបង់កាយស្លាប់ចោលរូបរាងកាយចោលឆ្អឹងនៅលើផែនដីនេះដូចគ្នាទៅអត់មានអ្នកណាអមតៈទេអញ្ចឹងសិតតែជាអ្នកមានទុក្ខរៀងខ្លួនទៅអញ្ចឹងយើងប្រើប្រាស់ពាក្យសម្ដីកាយវិការចិត្តគំនិតហ្នឹងដើម្បីស្រោចស្រង់ខ្លួនយើងឲ្យបានរួចផុតពីទុក្ខផងដើម្បីជួយសង្គ្រោះអ្នកដទៃដែលគេមានទុក្ខហ្នឹងជួយណែនាំបង្ហាញផ្លូវឲ្យគេរួចផុតពីទុក្ខមានទោសមានកំហុសមានការលំបាកយ៉ាងណាយើងជួយសង្គ្រោះដោយមេត្តាករុណាអញ្ចឹងយើងអ្នកជួយនិយាយស្ដីឬក៏ប្រើប្រាស់ថវិកាកម្លាំងកាយកម្លាំងចិត្តនោះគឺយើងបានបន់ដែរដូចជាព្រះសម្មាសម្ពុទ្ធព្រះអង្គឃើញមនុស្សក្នុងលោកមានទុក្ខព្រះអង្គប្រើវាចារបស់ព្រះអង្គដើម្បីបង្ហាញផ្លូវឲ្យរួចផុតពីទុក្ខអញ្ចឹងពាក្យសម្ដីរបស់ព្រះអង្គមានតម្លៃគេកត់ត្រារាប់ពាន់ឆ្នាំមកហើយក៏គេនៅតែគោរពប្រណិប័តថ្វាយអង្គមហើយពុទ្ធមិនបានទៅធ្វើសាលាធ្វើពហិអីទេប៉ុន្តែអវាទរបស់ព្រះអង្គនឹងឯងបានជួយស្រោចស្រង់មនុស្សឲ្យរួចផុតពីទុក្ខច្រើនអញ្ចឹងយើងរៀនប្រើប្រាស់សម្ដីឲ្យមានប្រយោជន៍រៀនពិចារណាដោយបញ្ញាពិនិត្យពិច័យឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងប្រតិកម្មមុននឹងសម្រេចចិត្តពីព្រោះវាអាចធ្វើឲ្យការសម្រេចចិត្តរបស់យើងខុសនាំឲ្យមានវិបដិសារីមកឲ្យមានទោសហើយនាំឲ្យមានបាបទៅទៀតផងបើយើងសរសើរឬក៏និន្ទាខុសមនុស្សហ្នឹងនៅកន្លែងមួយទោះជារដ្ឋក្តីឯកជនក្តីវត្តអារាមក្តីដូចថាយើងសាមគ្គីគ្នាទៅស្រឡាញ់គ្នាទៅធ្វើការមួយគ្នាទៅយើងថាស្រួលប៉ុន្តែពេលអនុវត្តជាក់ស្ដែងវាពិបាកនឹងហៅមនុស្សឲ្យផ្សះផ្សារួបរួមផឹងផែងពីព្រោះវាត្រូវការមានធម៌ដែលជាទឹកកង្សាធ្វើឲ្យរស់នៅធ្វើការមួយគ្នាកើតដែលពុទ្ធលោកហៅថាសារនីយធម៌មាន6មួយមេត្តាកាយកម្មដូចថាការធ្វើការងារហ្នឹងក៏ប្រកបដោយមេត្តាដែរជួយគ្នាមិនយករួចទៅខ្លួនទេហើយមេត្តាវិច័យកម្មនិយាយពីរោះពិសាដាក់គ្នាទាំងចំពោះមុខទាំងកម្បាំងមុខព្រះអង្គសម្ដែងយ៉ាងទៀត
ប៉ុន្តែយើងថ្ងៃដូចទីជួយចិត្តនិយាយព្រោះនៅមុខខាងក្រោយនិយាយអក្រក់ដាក់គ្នាអញ្ចឹងទៅហើយអញ្ចឹងវាអត់អាចសាមគ្គីគ្នាទៅកើតទេវាត្រូវមានមុខតែមួយស្រឡាញ់គ្នាទាំងចំពោះមុខទាំងកំបាំងមុខនិងមេត្តាមនោកម្មចិត្តគំនិតគិតពីគ្នាហ្នឹងក៏អត់មានចំណែនស្អប់គុំគួនដែរហើយសាធារណភោគីចេះចែកម្លែកមិនយកតែម្នាក់ឯងទេបើគេបានសុខដែរមួយទៀតនោះជាអ្នកដែលមានសិលធម៌រស់នៅនឹងប្រហាក់ប្រហែលគ្នាយើងរងថ្ងៃដូចថាមានក្រមសិលធម៌ការងារស្តង់ដារការអនុវត្តនឹងប្រហាក់ប្រហែលគ្នាបើខុសគ្នាបើពិបាករស់នៅមួយគ្នាមិនអាចសាមគ្គីជាមួយគ្នាហើយនឹងមួយទៀតទិដ្ឋិសាមញ្ញតាចិត្តគំនិតហ្នឹងក៏ប្រហាក់ប្រហែលគ្នាមិនមានអ្នកចង់តែឈ្នះចង់តែប្រកបប្រទៀងយកមកតែត្រូវខ្លួនឯងអញ្ចឹងវាតលថាសមាជិកក្នុងស្ថាប័នហ្នឹងរៀនមានចិត្តមេត្តារៀនចែករំលែករៀនរស់នៅប្រកបដោយសិលធម៌ហើយព្រះអង្គសម្ដែងថាទាំងចំពោះមុខទាំងកំបាំងមុខទើបកន្លែងហ្នឹងបានសុខទើបបានចម្រើនទើបនាំឲ្យមានសាមគ្គីហើយនាំឲ្យចេះគោរពគ្នានាំឲ្យបានសេចក្តីសុខនឹករលឹកគ្នាទៅវិញទៅមកដោយចិត្តមេត្តាហើយបើយើងគ្រាន់តែថាមករួបរวมគ្នាសាមគ្គីទេប៉ុន្តែយើងអត់មានធម៌នៅក្នុងខ្លួនរបស់សមាជិកនៅក្នុងហ្នឹងអានឹងអត់អាចសាមគ្គីគ្នាទៅបានទេយើងតើថាយើងម្នាក់ហ៊ានអប់រំខ្លួនឯងរៀនទម្លាក់ស្មេមានអ្នកខ្លួនឯងរៀនដល់សេចក្តីស្រឡាញ់ដល់ខ្លួនឯងផងដល់ក្រុមការងារផងហើយដូចថារៀនសម្របសម្រួលសម្របខ្លួនខ្លះដាក់ខ្លួនខ្លះហើយគេក៏ដាក់ខ្លះហ្នឹងទើបអាចរស់នៅជាមួយគ្នាបានសុខហើយធ្វើការងារជាមួយគ្នាទៅមុខបានចម្រើនពេលខ្លះយើងមិនដឹងរឿងគេទាំងស្រុងយើងបញ្ញាប់កាត់សេចក្តីវិនិច្ឆ័យទៅការសម្រេចចិត្តរបស់យើងពាក្យសម្ដីរបស់យើងវាទៅជាខុសទៅវិញអញ្ចឹងបាននៅក្នុងធម៌ពុទ្ធឲ្យយើងពិចារណាមុននឹងសម្រេចចិត្តសរសើរឬក៏និន្ទាបុគ្គលណាមួយរហូតដល់ព្រះអង្គសម្ដែងថាបើសរសើរមនុស្សខុសយើងអ្នកសរសើរនេះធ្លាក់នរកដូចគេច្រើនទម្លាក់អញ្ចឹងហើយបើនិន្ទាមនុស្សខុសក៏ធ្លាក់នរកដូចជាច្រើនទម្លាក់ដែរអញ្ចឹងត្រូវការសង្កេតពិនិត្យពិចារណាមើលថាវាសមរម្យវាត្រឹមត្រូវប្រើសមត្ថភាពបញ្ញាស្មារតីគូក្បាលរបស់យើងកុំឲ្យគ្រាន់តែគេបង្ហាញអីបន្តិចយើងលួងតាមគេអញ្ចឹងយើងបាត់បង់សមត្ថភាពគិតពិចារណាចិន្តមយៈបញ្ញាកើតដោយការត្រេះរិះពិចារណាហ្នឹងយើងមានតែសុតមយៈបញ្ញាកើតពីការស្ដាប់ប៉ុន្តែស្ដាប់ហ្នឹងស្ដាប់ខុសទៅទៀតដល់អញ្ចឹងវាធ្វើឲ្យយើងសម្រេចចិត្តខុសដោយសារយើងខ្វះបញ្ញាថ្នាក់ពិចារណាហ្នឹងឯងអញ្ចឹងយើងប្រយ័ត្នប្រយែងកុំឲ្យយើងគ្រាន់តែឃើញអីបន្តិចយើងប្រតិកម្មទៅលឿនពេកដោយមិនបានស្វែងរកព័ត៌មានស្វែងរកហេតុផលឲ្យបានត្រឹមត្រូវការសម្រេចចិត្តរបស់យើងនឹងវាទៅជាមានទោសមកលើខ្លួនយើងទៅវិញបើយើងចង់និយាយក៏រៀបចំចិត្តគំនិតដែរព្រះអង្គសម្ដែងប្រាប់ភិក្ខុសង្ឃឲ្យនិយាយមើលកលៈទេសៈឲ្យនិយាយប្រកបដោយបញ្ញាឲ្យនិយាយប្រកបដោយទឹកចិត្តមេត្តាมันមានបំណងធ្វើឲ្យគេក្តៅក្រហាយឈឺចាប់អីទេយើងនិយាយកែតម្រូវក៏ចង់ឲ្យបុគ្គលនឹងបានល្អសុទ្ធតែជាមិត្តរួមជាតិរួមកើតរួមចាស់រួមឈឺរួមស្លាប់ទាំងអស់គ្នាសុទ្ធតែជាអ្នកមានទុក្ខទាំងអស់គ្នាសុទ្ធតែជាអ្នកប្រាថ្នាសុខទាំងអស់គ្នាអត់មានអ្នកណាមួយ
trong bàn tục mà đã luôn này hơi với cụ ai anh đặt nó để dương tụi anh sắp để hai không sớm một tục group này tụi anh trong khỏi dương lẹ bong cài slap chàoรูปเรียงกายเจ้าจังเลือแผ่นใดนี้โดยขณีเตอว่าเมนเนี่ยนาอมตะที่จังสัตจินเนี่ยเมียนตุกรีขลุ่นที่จังยืงปราเปียสมใดกายวิกายจัดกำเนิดนึงดำใบสอยสรองขลุ่นยืงไอ้บานดุยพอดปีตกพ้องดำใบจุยสังครูเนี่ยดไตได้เกมเมียนตุกนึงจุยนายนอมบังหายเพลไอ้เกรุยพอดปีตกเมียนตุเมียนกลมห่อเมียนกาลมบะอย่างนั้นยืงจุยสังครูดอยเมตาการนาจังยืงเนี่ยจุยในยี่สิบได้หรือก็ปราทวิกากำลังกายกำลังจัดนั่นคือยืงบานบอลได้โดยจีเปรสมาสามปุตปองเคยมนุษย์ขนมโลกเมียนตุกปองปราวิชาบปองในใบบางหายเพลย์รุ่ยพอดวิตกจังปีสมเด็จบปองเมียนดำไหลกิกตรารอบปอนชนะมาให้ก็แค่ในแต่กรุปรนบัดไฟกลุ่มประปุตเหมือนบานตัวเธอสลาเธอไปฮีไอเตปันนี้เอาวาดบปองนั่งไอ้บานช่วยสอยสรองมนุษย์รุ่ยพอดวิตกชราจังยังเรียนปราสมเด็จไอเมียนไปย้อยเรียนพิจารณาโดยปัญญาบินเดปิจัยบานกรุบชุมช่วยมนหนึ่งปรตกรรมมนหนึ่งสมัยจัดไปปรูไปไอเธอเอาการสมัยจัดใบยืงเขานอมเมียนวิปเดสาไรมองเมียนโตให้นอมเมียนบาปติดพองใบยืงสสาหรือกนันตีเข้ามนุษย์หนึ่งระลกชีวิตยืงกรุบนี้ไอจุบเรื่องละออกคละมันละออกคละจีเรื่องธรรมดาตัวคอมตัวรู้ในกันไหลนะก็จีมันพอดได้ระลกชีวิตไอเบาเลื่อมมนุษย์กรุบนี้มันเรื่องหมกลายเนะกรอจูบตกตามเนะกรอเนะเมียนจูปัญหาตามเนะเมียนเนะโตจูบเรื่องตามเนะโตเนะทมจูปัญหาตามเนะทมมันเนะเมียนปัญหาเตอดอกสลายซีงคณีตามสมปีบนสมปีบาปเรียงคล้วนเบบนอ่อยพอลก็จูบเรื่องละอเรื่องจิตีกอบจัดเตอเปลนาบาปอ่อยพอลมาดองก็จูบเรื่องมันละอเรื่องมันจิตีกอบจัดเนี่ยมันอาจบังกอบบัญชีอ่อยเรื่องข้างไกลบานตามจัดเนี่ยกรุบเปลบานเตสังขาตั้งหลายจีอนัตตามันทัดในกราวกาบังกอบเป็นจีระบอบเนี่ยนามวยลายบาจูพายปรังดอกเตอดอกอ่อยออกปีสมัติเพียบเนี่ยหายเรียนรีหนึ่งเอาไว้ได้เนี่ยอาจฝือบานดำน้ำในธรรมจิตเมียนยุบเมียนไงเมียนช่วยเมียนสตัมเมียนละอเมียนกระจีสัจโธเตรียมกายเตรียมจัดเรียนตัวโยกเรื่องราวต่างปีเติมมันใส่การตุกคลังម្នាក់សុទ្ធតែត្រូវប្រឈមមុខដោះស្រាយបញ្ហារៀងខ្លួនទៅតាមធម៌ទៅតាមកម្លាំងបុណ្យរៀងខ្លួនទៅអ្នកណាធ្លាប់ធ្វើបុណ្យមកច្រើនទៅក៏មិនសូវបញ្ហាច្រើនអ្នកណាធ្វើបុណ្យតិចមកជួបបញ្ហាស្មុគស្មាញច្រើនហើយទៅដល់ណាក៏ជួបអ្នកណាក៏មានបញ្ហាដែរ
ស្រុកអាមេរិកស្រុកបារាំងអូស្ត្រាលីណាក៏មានបញ្ហាដែរដរាបណាចិត្តរបស់យើងនឹងវានៅអកុសលមួម៉ៅជាប់ជំពាក់ហួងហែងប្រកាន់ចំណែននឹងទាឈ្នានេះច្រើននឹងសេចក្តីទុក្ខក្នុងចិត្តនឹងក៏ច្រើនដែរអញ្ចឹងយើងមិនអាចសង្ឃឹមថាគេខាងក្រៅរឿងខាងក្រៅធ្វើឲ្យយើងបានសុខភិកច្រើនបានទេវាត្រូវអាស្រ័យសមត្ថភាពគ្រប់គ្រងផ្លូវចិត្តរបស់យើងរៀនទទួលស្គាល់ការពិតថាយើងវាមិនដូចគេទេគេក៏មិនដូចយើងដែរជួបរឿងផ្សេងគ្នាហើយក៏រៀនទទួលកំណត់ដឹងថាជីវិតវាអញ្ចឹងជីវិតនឹងវាមានឡើងវាមានចុះវាមានចំណេញវាមានខាតវាមានគេសរសើរវាមានគេនន្ទាហើយយើងមិនអាចប្រកបថាត្រូវតែអញ្ចេះបានបើមិនអញ្ចឹងទេអញអ្នកកើតទុកហើយហ្នឹងយើងនឹងឯងអ្នកកើតទុកខ្លាំងបើយើងបខំរឿងឲ្យតាមចិត្តយើងរហូតនិយាយចឹងមិនបានន័យថាយើងបដោយអាម៉េចទៅទេយើងនៅតែកែគុណយើងនៅតែដោះស្រាយប៉ុន្តែត្រូវតែទទួលស្គាល់ការពិតថាខ្ញុំដោះអស់ប៉ុណ្ណឹងហើយសមត្ថភាពខ្ញុំមានប៉ុណ្ណឹងបនខ្ញុំមានប៉ុណ្ណឹងអញ្ចឹងយើងមិនសូវជាទុកទូមនោះពេកទេបើគេឧទាហរណ៍ថាគេរកស៊ីមានបានល្អអញ្ចឹងយើងអត់មានទៅចំណែននិន្ទាឈ្នានេះទេពីព្រោះជាកម្លាំងបុណ្យរបស់គេហើយកំណត់ដឹងថាចំណែននិន្ទាឈ្នានេះនឹងជាសារជាតិពុលធ្វើឲ្យចិត្តរបស់យើងក្តៅក្រហាយទេភ្លើងទេអាហ្នឹងមិនមែនជាមិត្តមិនមែនជាសម្លាញ់ទេសម្លឹងឃើញអំពីដំណើរហេតុផលអញ្ចឹងយើងកាត់បន្ថយយើងកំណត់ដឹងថាស្អីវាមានហេតុរបស់វាមិនមែនជារឿងចៃដន្យទេវាមានហេតុគ្រប់គ្រាន់បានកើតឡើងវាដូចជាថាយើងដាំស្រូវអញ្ចឹងវាស្រូវស្រាល3ខែវាទុំហើយស្រូវធ្ងន់វា6ខែអញ្ចឹងទៅដាំស្វាយបាន3ឆ្នាំបានវាឲ្យផលអញ្ចឹងយ៉ាងណាយើងកំណត់ដឹងថារឿងក្នុងជីវិតនេះវាមានឥទ្ធិពលពីកម្មចាស់មកផងហើយនឹងអាស្រ័យកម្មថ្មីដែលយើងផឹងប្រែងយើងតស៊ូយើងមានចំណេះដឹងបញ្ញាស្មារតីយើងខ្សែគប់ត្រូវនឹងទៅវាបានល្អប្រសើរប៉ុន្តែវាមិនអាចបានល្អសម្រាប់គ្រប់រឿងបានទេយើងត្រូវកំណត់ដឹងថាអញ្ចឹងបើប្រៀបទៅថាយើងដាំទឹកវាត100អង្សាបានវាពុះបើយើងទឹកបាន80យើងយំសោកបោកខ្លួនក៏វាអត់ពុះដែរយ៉ាងណាក្នុងជីវិតហ្នឹងបើបនមិនគ្រប់ការព្យាយាមមិនដល់ទេវាខ្វះបនណាអញ្ចឹងវាអត់បានទេអញ្ចឹងវាតលហ៊ានព្រមថាអញមានបនប៉ុណ្ណឹងផឹងតទៅទៀតទៅមិនកើតទុកជាមួយនឹងដូចថាអ្វីដែលយើងមិនបានសម្រេចដោយប្រាថ្នាហ្នឹងឯងប៉ុន្តែយើងនៅតែផឹងប្រែងបន្តទៅទៀតហ្នឹងហើយអាហ្នឹងទើបយើងមិនសូវកើតទុកខ្មោចអតីតកាលរឿងរ៉ាវមិនល្អបានឆ្លងកាត់ជីវិតអ្នកផុតទៅហើយវាបានកន្លងហួសទៅហើយសូមកុំហៅវាមកវិញអីអនុញ្ញាតឲ្យវារលត់ទៅចុះការមួម៉ៅក្តៅក្រហាយស្ដាយក្រោយជាការហៅរឿងអាក្រក់នោះមកកាន់ជីវិតអ្នកជាថ្មីអ្នកនឹងត្រូវរងទុក្ខជាថ្មីម្ដងហើយម្ដងទៀត
បាបកម្មចាស់នាំឲ្យអ្នកជួបរឿងមិនល្អទោះអ្នកខំជៀសទៅណាក៏គេចមិនផុតដែរព្រោះកម្លាំងអ្វីស្មើនឹងកម្លាំងកម្មមិនមានឡើយរៀនទទួលរៀនដោះស្រាយហើយកុំបង្កើតបាបថ្មីអីបាបថ្មីគឺភាពមួម៉ៅក្តៅក្រហាយនឹងរឿងនោះឯងអ្នកឈ្មោះថាបានបង្កើតបាបថ្មីហើយបាបថ្មីនោះនឹងនាំឲ្យអ្នកកើតទុក្ខកាន់តែខ្លាំងឡើងរឿងអាក្រក់ដែលបានកើតឡើងឧបមាដូចជាពពកខ្មៅបក់ផាត់មកបាំងពន្លឺជីវិតអ្នកហើយវាក៏បានបក់ផាត់ផុតទៅហើយអ្នកមិនគួររត់តាមពពកខ្មៅនោះទៀតទេគួរចាប់ការងារថ្មីទទួលពន្លឺថ្មីសាងអំពើល្អថ្មីដើម្បីទទួលបានលទ្ធផលថ្មីដែលអ្នកប្រាថ្នាខ្មោចអតីតកាលបានលងបន្លាចអ្នករួចម្ដងទៅហើយកុំបណ្ដោយឲ្យវាមកលងបន្លាចអ្នកម្ដងទៀតអីប្រកាន់ច្រើនអ្នកខ្លះប៉ះមិនបានទេប្រកាន់ច្រើនខឹងច្រើនលើសលួសអីតិចតួចឆាប់ឈួលក្តៅក្រហាក្រហាយច្រឡោតទុកមិនបានឡើយងាកទៅណាក៏ទឹះគិតរឿងអីក៏នាំឲ្យមួម៉ៅហើយចូលចិត្តរំលឹករំលើករឿងដដែលរហូតដល់គេធុញគេលែងចង់ស្ដាប់បើអ្នកបណ្ដែតបណ្ដោយចិត្តអ្នកយូរទៅផ្លូវចិត្តអ្នកនឹងមានវិបត្តិជីវិតអ្នកនឹងក្រៀមក្រំរោគសុខមិនសូវឃើញឡើយការប្រកាន់ច្រើនព្រោះចិត្តមានមានះច្រើនមានទោសៈច្រើនភ្លើងឆេះក្នុងចិត្តច្រើនអ្នកប្រទុសរាយនឹងអារម្មណ៍ក៏ច្រើនហើយធ្វើឲ្យចិត្តអ្នកក្រហល់ក្រហាយក៏ច្រើនដែរចូលចម្រើនសតិកំណត់ដឹងថាចិត្តខឹងចិត្តប្រកាន់ច្រើននោះជាចិត្តមិនល្អជាចិត្តមានមេរោគដែលនាំឲ្យជីវិតអ្នកអាប់អួរហើយរៀនដូរចិត្តដូរអារម្មណ៍មកគិតរឿងថ្មីរឿងល្អរឿងជាកុសលវិញម្យ៉ាងទៀតអ្នកត្រូវរៀនទទួលស្គាល់ថាមនុស្សមិនដូចគ្នាទេម្នាក់សន្សំនិស្ស័យមកខុសគ្នារបៀបគិតក៏ខុសគ្នាដែរព្យាយាមចម្រើនបញ្ញាកំណត់ដឹងថាអ្វីមិនចេះតែបានតាមចិត្តអ្នកបង្ខំទេមានហេតុគ្រប់ទើបផលអាចកើតឡើងបានបើហេតុមិនគ្រប់ទោះអ្នកបង្ខំយ៉ាងណាក៏មិនបានឡើយវាមានតែធ្វើឲ្យអ្នកខ្វល់ខ្វាយចិត្តខ្លាំងតែប៉ុណ្ណោះរៀនទទួលស្គាល់ការពិតថាជីវិតនេះពេលខ្លះបានដូចចិត្តពេលខ្លះមិនបានដូចប្រាថ្នាទេជាសច្ចភាពនៃជីវិតម្យ៉ាងទៀតរៀនចម្រើនមេត្តាផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងថាសូមឲ្យខ្ញុំបានសុខកុំឲ្យមានទុក្ខសូមឲ្យខ្ញុំបានសុខកុំឲ្យមានទុក្ខសូមកុំឲ្យខ្ញុំខឹងគេ
សូមកុំឲ្យខ្ញុំចងពៀនឹងគេរៀនផ្សាយមេត្តាដល់ខ្លួនឯងរឿយបន្តិចម្ដងរួចពង្រីកសេចក្តីស្រឡាញ់នោះដល់សពសត្វទាំងអស់សូមឲ្យសពសត្វទាំងអស់បានក្តីសុខរួចផុតពីទុក្ខសូមឲ្យសពសត្វទាំងអស់បានក្តីសុខរួចផុតពីទុក្ខទម្លាប់ចម្រើនមេត្តារឿយចិត្តអ្នកក៏បានត្រជាក់បន្តិចម្ដងការទាញចិត្តពីភាពមួម៉ៅក្តៅក្រហាយការប្រកាន់ច្រើនឲ្យសុភាពរៀបសារទុនភ្លុនមិនមែនជារឿងងាយស្រួលទេតែអ្នកត្រូវតែព្យាយាមត្រូវរៀនកែទម្លាប់ទាស់ចិត្តច្រើនចេញរៀនដូរចិត្តដូរអារម្មណ៍រៀនទទួលស្គាល់ការពិតថាអ្វីមិនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់អ្នកឡើយធម៌ទាំងឡាយជាអនត្តារៀនព្រមរៀនទទួលស្គាល់ការពិតចិត្តអ្នកនឹងបានធូរស្បើយពីទុក្ខកង្វល់មិនខានភាពមានបានហឺហាអស្ចារ្យរបស់យើងនឹងអាចជាទីតាំងនៃការចំណែននិន្ទាអ្នកដតីងាយវាព្រោះមនុស្សគ្រប់គ្នាគេមិនចេះតែសប្បាយចិត្តនឹងសេចក្តីសុខនិងភាពមានបានរបស់យើងគ្រប់គ្នាទេវាមានអ្នកខ្លះគេមិនពេញចិត្តហើយដោយសារអកុសលដែលមាននៅក្នុងចិត្តគេនឹងធ្វើឲ្យគេទាស់ចិត្តអ្វីដែលយើងមានហ្នឹងហើយដែលយើងបង្ហាញបង្អួតបង្អហ្នឹងក៏ដោយចិត្តលោភៈមានះនៅក្នុងខ្លួនចង់ឲ្យគេដឹងចង់ឲ្យគេស្គាល់អញ្ចឹងទៅក្នុងន័យជាសាមញ្ញជនតែហ្នឹងគេមានគេបង្ហាញអញ្ចឹងប៉ុន្តែនៅក្នុងន័យធម៌របស់ទាំងអស់ហ្នឹងកាមគុណទាំងអស់ហ្នឹងលោកប្រៀបធៀបដូចជាដុំសាច់ចឹងដែលក្អែកវាតាមចឹកស៊ីគ្រប់គ្នាចឹងទៅចឹងវានាំឲ្យមានរឿងនាំឲ្យកើតជាចំណែនឬក៏ពេលខ្លះបកាច់បខូចពលឹះធ្វើឲ្យបង្អាប់បង្អោនកិត្តិយសអ្នកដតីអីចឹងទៅទៀតក៏មានដែរចឹងក្នុងការបង្ហាញទ្រព្យរបស់ហ្នឹងក៏ប្រយ័ត្នប្រយែងដែរពីព្រោះវាជាអាវុធមុខពីរវាអាចធ្វើឲ្យគេសប្បាយចិត្តជាមួយក៏មានវាអាចធ្វើឲ្យគេចំណែននិន្ទាខឹងហ្នឹងក៏មានហើយយើងក៏បង្កើតទម្លាប់មួយទម្លាប់បង្អួតបង្អមានចិត្តលោភៈជាប់ជំពាក់នឹងឲ្យគេដឹងអញ្ចឹងបានជានៅក្នុងធម៌លោកទាញឲ្យយើងចេះដូចថាប្រើប្រាស់ទ្រព្យរបស់ដែលមានហ្នឹងឲ្យបានជាប្រយោជន៍សម្រាប់អ្នកដទៃជាបុណ្យកុសលសម្រាប់ខ្លួនយើងដូចជាអនាថបិណ្ឌកសេដ្ឋីនាងវិសាខាជាសិទ្ធិមែនប៉ុន្តែលោកបានធ្វើអំពើជាប្រយោជន៍ដល់សង្គមជាតិរបស់លោកសម័យនោះនិងសង្គមសាសនាមានវត្តអារាមប្រសង់និងកិច្ចការងារធម្មទានអីផ្សេងទៅទៀតដោយទ្រព្យសម្បត្តិដែលលោកមានរហូតដល់ព្រះបាទធម្មមាសោកដែលលោកគិតថាអញជាស្ដេចផែនដីប៉ុន្តែធ្វើទានចាញ់អនាថបិណ្ឌកសេដ្ឋីឯងអញ្ចឹងបងប្អូនញាតិញោមទាំងអស់គ្នាគួរពិចារណាដែរថាគុណតម្លៃរបស់យើងវានៅខាងក្នុងខ្លួនសេចក្តីសុខសេចក្តីទុក្ខនឹងវានៅក្នុងចិត្តរបស់យើងវាធម្មតាវាត្រូវអាស្រ័យនឹងទ្រព្យសម្បត្តិនឹងកិត្តិយសគេឈ្មោះនឹងប៉ុន្តែมันអាចពឹងសេចក្តីសុខ
របស់យើងនឹងពឹងទៅលើរបស់ទាំងអស់នឹងទាំងស្រុងបានទេហើយបើនៅក្នុងធម៌លោកចាត់ទុកទាំងអស់អារម្មណ៍ទាំងអស់ហ្នឹងជាអារម្មណ៍របស់កាមគុណហ្នឹងមិនមែនសម្រាប់ទៅរឿងស្រីប្រុសទាំងរឿងទាំងអស់អ្វីដែលវាឆ្លងកាត់មកតាមភ្នែកតិចជំនន់ដាតកាយចិត្តហើយវាជាទីតាំងនៃការជាប់ជំពាក់ហ្នឹងលោកហៅថាជាកាមគុណហើយធ្វើឲ្យយើងវិវក់វិលវល់ជាប់ជំពាក់ចង់ថាបានហើយគេក៏ចង់បានយើងក៏ចង់បានហើយជាហេតុនាំឲ្យមានចំនួនគ្នានៅក្នុងសង្គមបណ្ណាំងប្រជែងគ្នានឹងឯងអញ្ចឹងតើយើងប្រើដោយប្រុងប្រយ័ត្នទទួលយកដោយសតិស្មារតីកុំគ្រាន់តែចង់ពង្អួតពង្អបង្ហាញហើយធ្វើឲ្យយើងវិវក់ជាប់ជំពាក់នឹងការសរសើរលើកជើងហើយអាចជាទីតាំងនៃការចំណែននិន្ទាននៃអ្នកដទៃអញ្ចឹងយើងប្រើប្រាស់ទ្រព្យសម្បត្តិរបស់របរហ្នឹងដើម្បីឲ្យបានជាប្រយោជន៍ដល់ខ្លួនយើងផងគ្រួសារផងសង្គមផងជាបុណ្យកុសលសម្រាប់ក្នុងជីវិតរបស់យើងក្នុងចិត្តរបស់យើងផងបើចំពោះជីវិតជាព្រះសង្ឃវិញព្រះអង្គឲ្យប្រយ័ត្នប្រយែងណារឿងប្រើប្រាស់របស់របរអីសពគ្រប់ទាំងអស់ឲ្យចេះពិចារណាឲ្យចេះថ្លឹងថ្លែងឲ្យចេះប្រើឲ្យល្មមប្រមាណហើយប្រាប់ទៀតថាប្រើនឹងមិនមែនដើម្បីពង្អួតពង្អបង្ហោះបង្ហើបង្ហាញសាច់ជូនអ្នកស្រុកអីទេនឹងនៅក្នុងបច្ចវេកនវិធីដែលព្រះអង្គសម្ដែងអញ្ចឹងយើងគួរសង្រួមកន្លែងហ្នឹងដើម្បីសង្រួមចិត្តរបស់យើងផងហើយដើម្បីឲ្យអ្នកដតីនឹងកុំឲ្យគ្នាកើតបាបដោយសាររបស់នឹងផងយើងរៀនប្រើទ្រព្យដែលជាបុណ្យរបស់យើងដោយសតិបញ្ញាស្មារតីប្រើទ្រព្យដែលជាបុណ្យចាស់ហ្នឹងបង្កើតបុណ្យថ្មីបន្តទៅទៀតជាអរិយទ្រព្យជាប់នៅក្នុងចិត្តជាប្រយោជន៍ទៅក្នុងអនាគតជាតិអនុមោទនាពេលដែលយើងជួបរឿងអីខុសពីចិត្តយើងចង់យើងអាចទាស់ចិត្តយើងអាចមួម៉ៅយើងអាចខឹងបន្ទុះសារាយនឹងរឿងនឹងអារម្មណ៍នឹងវាជាធម្មតាក្នុងជីវិតវាតែងតែមានរឿងត្រូវចិត្តខ្លះរឿងមិនត្រូវចិត្តខ្លះវាមានអ្នកខ្លះគេស្រឡាញ់យើងវាមានអ្នកខ្លះគេស្អប់យើងចឹងយើងអាចសង្ឃឹមថាគេសរសើរយើងរហូតគេគាំទ្រយើងរហូតគេនិយាយល្អពីយើងរហូតអានឹងយើងសង្ឃឹមចឹងមិនបានទេពីព្រោះវាខុសពីសច្ចភាពនៃជីវិតគ្មានអ្នកណាអាចជៀសផុតពីការនិន្ទាបានទេព្រះអង្គសម្ដែងថាណដ្ឋិលោកេអនិន្តិតោចឹងតើយើងមានបញ្ញាជួយសម្រួលផ្លូវចិត្តដើម្បីឲ្យវាចេះព្រមទទួលយកនៅអារម្មណ៍ទោះជាអារម្មណ៍នឹងល្អក្តីអារម្មណ៍នឹងមិនល្អក្តីពាក្យសម្ដីនឹងពិរោះក្តីមិនពិរោះក្តីទទួលដោយន័យថាក្នុងជីវិតនេះយើងមិនអាចទៅខាត់ខាំងថាមាត់គេមិនឲ្យគេនិយាយអញ្ចឹងឬក៏ហាមគាត់ថារឿងនឹងមិនឲ្យកើតឡើងហាមអត់បានទេយើងអត់មានសមត្ថភាពទៅខាត់រឿងនឹងបានទេអ្វីដែលយើងអាចធ្វើបានគឺយើងយកមកវិភាគពិចារណាថារឿងហ្នឹងបើជារឿងល្អយើងកំណត់ដឹងដោយបញ្ញាថាជាផលរបស់បុណ្យជាផលនៃការព្យាយាមប្រឹងប្រែងតស៊ូរបស់យើងទើបបានទទួលរឿងល្អហ្នឹងមកហើយបើជួបរឿងមិនល្អក៏ត្រូវមានបញ្ញាកំណត់ដឹងថានឹងក៏ជាផលនៃអំពើមិនល្អផលនៃការខ្ជិលឬក៏ផលនៃការមិនយកចិត្តទុកដាក់របស់យើងទើបបានរឿងនឹងកើតឡើងវាអាចមានហេតុពីអតីតហើយនឹងហេតុបច្ចុប្បន្នបូកផ្សំគ្នាទើបវាចេញទៅជារឿងផលល្អនិងផលអាក្រក់នឹង
chứ dương miền bánh nhà mũi nơi om chỉ mũi chặt nâng chui sắp prap chặt nâng chui bình dồi prap chặt nâng tha nâng ai chỉ vật nâng về thờ tàiไปโชว์มกจังไอ้ยังตะตูดอสลายมันแมนท่าจังไม่เตอจูบหึงไอ้ก็หึงแต่อันมันคว้าแม่เนี่ยขนมในนี่ตามในขนมอภิธรรมท่าอะก็สอลวิบะได้ยังจูบหายพอในบาปนั่งยังรถแต่น้าก็รถมันรู้ได้รถโจขนมเปรย์ลางเลือบนุ่มโจรุงกระดามก็อะก็สอนนั่งวิตามยืงได้สมบัยแต่บานตราเชียบปุดหายอะก็สอนละกรรมจ้านั่งเวียนตามปุดนั่งบานเดือดเตียดเรื่องไอ้ทาวีมันอาจหมดตามยืงจีมนุษย์สามัญบ้านให้กรรมนั่งมันแมนจีเนี่ยนาจีเนี่ยสร้างคือยืงจีเนี่ยสร้างนั่งไอ้ยืงจีเนี่ยสร้างให้ในเรื่องอักระหนึ่งยืงจีเนี่ยสร้างให้ในเรื่องละออหนึ่งให้ยืงจีเนี่ยตัวเรื่องอักระหนึ่งเรื่องละออหนึ่งยืงมันอาจประตูเปรี้ยปะอันปะอังนาบ้านเนี่ยยืงนั่งจีเนี่ยดีไซน์ชีวิตเอาครูนไอ้นั่งไอ้บัดตู้เชียเตวดาปะอันลุกมาจูยืงก็ตัวเลยยืงนั่งเมียนบอนนั่งเอาเตวดาปะอันนั่งจูยืงได้ใบยืงคว้าบอนลูกจังจุยก็จุยยืงเหมือนบ้านได้ลูกอาเมียนจัดอันนัดปนมันดังเธอไม่สัตว์ลูกประพฤติตามกรรมหนึ่งได้ครูนบ้านเฟือจึงยืงบางคืนเรื่องไอ้มันละอมันซ้ำรุ้มกาบปรึกนึงมันตรำเตอยืงอาจนายนอมทาสได้ไปยายไปยัวปั้นตัวละไปยัดไปใหญ่เพลยจัดบ่ายยืงพองไปพัวไปคล้ายยืงไปเจนกลุ่มหังกาตัวจัดนึงประกอบโดยกลุ่มนุ่มสอบวิธีจิตเพื่อเอายืงนึงกาตัวสะแต่วิ่งกลุ่มหังส่วนถ้าปองประดายซาเวะถ้าปองประดายปองสดายทาเต้ถ้าปองสดายทาปองเคยทักกีเข้าเต้ปองเคยทักกีเข้าให้สดายทาปัญหาส่วนถ้าปองtừขังtừอบtừบะจัดtừตุกตัวมันน้อยได้ทาเต้ปองประดายปรับนั่งดอยปฏิการนาแมนสโลดเข้าโกเขาเตอเธอก็เธอเตอแมนเนี่ยปองนั่นแต่ช่วยนายน้อมปันนะปฏิปองนั่งโนเมียนเปรียบปัญญาเย็นกรุบกรองปฏิบ่ปองเมียนอุเปคาเมียนสมาธิได้ช่วยเอาปองเมียนตั้งกำลังกายเมียนตั้งกำลังจิตให้การนายน้อมต้องประกอบด้วยมหาการณาอัดเมียนสอบกุมกูลแต่เตียดจังปฏินึงสะอาดบริสุทธิ์นะแต่บัตรท้าแต่บัตรสดายคือเปิดแมนแต่ในยืงจะปฏิจนนี่วิบิบาหนึ่งกรุบกรองจัดบิบาหนึ่งใบใจถ้ามวยน้าจีกาสดายไปได้โดยการณามวยน้าจีกาคังหรือถ้าตุกตัวมันว่าขนมจัดให้เพื่อเอาไปเจนเจอวิจีวิจาเปคละจีวิจามวยนายนวมประดาไม่เป็นดาวกำหังแต่วิธีเอาการตีจิตโตสะต่างยืนเนี่ยยัยเนี่ยสดับnóก็การโตสะแต่บัดท่าการนายนวมนั่งเคยกำหังนั่งวิเคราะห์เชิงกูเปิดแมนหายจังอันท่ากาถ่ายรักษาจัดไอ้บานละอนี่มันแมนจีเรื่องนี้เย่จังตัวเลยยืนเรียนกำหนดดังท่าเรื่องเวมันอายการลางตามยืนจองกรุบเรื่องเต้มนุษย์มันอาจฟื้นเตยจัดตามยืงพัฒนาบานกรุบเนียเต้เกมันเจแต่เธอละอจมวยยืงใหญ่สะสายยืงละโหเต้เรื่องเวเมียนต่างซองคางเวเมียนต่างละอเมียนต่างมันละอจึงปองเอายืงเรียนกัดตูมันเนาะจมปูเรื่องมันละอหายหนึ่งเศร้ามันเนาะหรือก็อภิเชียจวบจมเปะหนึ่งเรื่องละอปองเอายืงดาวเพลย์กระดาลวิ่งเรื่องละอเรื่องมันละอเกิดล้างแต่ตัวดอกสลายเธอดำนาtừมกมันเอาจวบจมเปะทั้งสองข้างอันนั้นเติบยืงมันซื้อการตกคลาง
មានញាតិញោមខ្លះដូចថាគាត់អត់ទាន់បានមើលថែម៉ែឪឲ្យបានត្រឹមត្រូវឬក៏គ្រួសាររបស់គាត់នឹងបាត់បង់ទាំងដែលមិនបានលាគ្នាត្រឹមត្រូវអញ្ចឹងគាត់មិនអស់ចិត្តគាត់នៅតែដេកគិតថាបើអញ្ចេះទៅមានអីបើអញ្ចោះទៅមានអីឬក៏គាត់ថាដូចថាពេលឈឺនឹងទៅរកពេទ្យនេះខុយរកពេទ្យនោះខុយអញ្ចឹងមមរកពេទ្យត្រូវហួសពេលបាត់អញ្ចឹងគាត់ស្ដីបន្ទោសខ្លួនឯងថាងមើលអញ្ចេះទៅវិញមានអីបើទៅពេទ្យនោះបដ ாய் ទៅមានអីប៉ុន្តែរឿងនោះវាហួសទៅហើយវាមនុស្សនឹងស្លាប់បាត់ទៅហើយបើយើងមិនរកវិធីសាស្ត្រដោះទុកពីខ្លួនឯងទេយើងសោកសៅយើងនៅតែស្ដីបន្ទោសយើងនៅតែមានវិបដិសារីធ្វើឲ្យយើងមិនស្រឡះបើអ្នកស្លាប់ទៅនឹងដឹងថាយើងនៅអញ្ចឹងក៏គាត់មិនស្ងប់ចិត្តដែរហើយយើងខ្លួនឯងនឹងអ្នកដែលមិនស្ងប់ចិត្តនឹងគាត់ស្លាប់ទៅគាត់ទៅបដិសន្ធិក្នុងភពថ្មីទៀតហើយទៅលើឬក៏ទៅក្រោមអានឹងអាស្រ័យលើកម្លាំងកម្មរបស់គាត់អាស្រ័យលើផ្លូវចិត្តរបស់គាត់នៅពេលដែលមុននឹងស្លាប់ហ្នឹងហើយបើគាត់មានខ្មែរយើងជួយហៅថាអារម្មណ៍ល្អបើនៅក្នុងធម៌មរណាសន្នជីវ័នជីវ័នចិត្តមុននឹងស្លាប់ហ្នឹងល្អអាហ្នឹងគាត់ទៅក្នុងសុគតិភពទៅបើមរណាសន្នជីវ័នជីវ័នចិត្តមុននឹងស្លាប់ហ្នឹងមិនល្អភ័យព្រួយជាប់ជំពាក់រវើរវាយអាហ្នឹងទៅក្នុងអបាយភូមិហើយអញ្ចឹងវាតើថាឲ្យយើងរៀបចំចិត្តគំនិតជូនដំណើរគាត់នឹងឲ្យបានស្រួលទៅឲ្យគាត់បាននឹកដល់គុណពុទ្ធពធប្រសងមានសិលជាទីពឹងរំលឹកដល់បុណ្យកុសលដែលគាត់បានធ្វើឲ្យគាត់ផ្ចង់ចិត្តទៅដូចថាយើងខាត់ការយំសោកអីមិនបានទេប៉ុន្តែត្រូវតែត្រៀមរៀបចំឲ្យអ្នកដែលចិត្តស្លាប់នឹងមានអារម្មណ៍ល្អមានចិត្តនឹងស្ងប់រងាប់កុំឲ្យរវើរវាយឧទាហរណ៍ឮសំឡេងយើងយំយើងសោកទៅគាត់អាចមានចិត្តនឹងរវើរវាយមិនស្ងប់អានឹងកតិកំណើតក្នុងជាតិបន្ទាប់នឹងមិនល្អហើយអញ្ចឹងបានជារមរានខ្មែរយើងឲ្យមានអ្នកមកសូត្រធម៌អ្នកមកឲ្យធម៌អីចឹងទៅដើម្បីឲ្យគាត់នឹងបានផ្ចង់ចិត្តទៅក្នុងអារម្មណ៍នាំឲ្យជ្រះថ្លាហ្នឹងឲ្យស្ងប់រងាប់ផ្លូវចិត្តហ្នឹងអាហ្នឹងបានកតិកំណើតក្នុងជាតិបន្តហ្នឹងបានខ្ពង់ខ្ពស់បានប្រសើរប៉ុន្តែចង់លើកមកហ្នឹងថាបើឧទាហរណ៍ថាគាត់ធ្វើដំណើរទៅហើយអ្វីដែលយើងអាចធ្វើបានយើងមានតែជូនដំណើរដោយបុណ្យដោយកុសលធ្វើនៅតេកិណានុបទានឧទ្ទិសជូនគាត់រឿយមិនចាំបាច់ថា7ថ្ងៃ100ថ្ងៃអីទេពេលណាថ្ងៃសិលឬមានប្រសង់និមន្តបិណ្ឌបាតឬក៏មានឱកាសធ្វើចង្ហាន់ទៅវត្តគេចំពោះប្រសង់ឬក៏អ្នកណាអ្នកមានសិលអ្នកត្រឹមត្រូវឧទ្ទិសជូនគាត់ទៅពុកឯម៉ែអើយបងអើយខ្ញុំសូមឧទ្ទិសបុណ្យជូនបងជូនពុកជូនម៉ែសូមឲ្យពុកម៉ែជើញមកទទួលចំណែកបុណ្យនេះឲ្យសូមឲ្យបានសេចក្តីសុខចោះហើយបើនឹកគាត់ពេលយប់ឧទ្ទិសពេលយប់ទៅនឹកដល់ពេលថ្ងៃឧទ្ទិសពេលថ្ងៃទៅហើយបើមានទ្រព្យសម្បត្តិច្រើនសមរម្យកសាងសមិទ្ធផលណាជាប្រយោជន៍សាធារណៈហើយឧទ្ទិសកុសលជូនទៅពុកឲ្យម៉ែឲ្យខ្ញុំបានធ្វើគាត់ធ្វើសាលាធ្វើផ្លូវអញ្ចឹងសូមជូនកុសលឧទ្ទិសជូនដល់ពុកដល់ម៉ែទទួលត្រេកអរបុណ្យរបស់ខ្ញុំហើយសូមឲ្យបានសេចក្តីសុខចោះសមិទ្ធផលធំទៅយើងក៏សប្បាយចិត្តបានច្រើនបុណ្យក៏បានច្រើនឧទ្ទិសកុសលជូនគាត់ហ្នឹងក៏បានច្រើនដែរជំនួសដោយការសោកសៅវិបដិសារីស្ដីបន្ទោសខ្លួនឯងទៅជាការឧទ្ទិសបុណ្យកុសលផ្សាយមេត្តាផ្សាយសេចក្តីស្រឡាញ់ឲ្យគាត់វិញជំនួសអញ្ចឹងយើងវាធូរស្បើយពីសេចក្តីសោកនឹងបដាទៅពីព្រោះយើងបានកម្លាំងបុណ្យកម្លាំងការផ្សាយមេត្តាកម្លាំងនៃបញ្ញានេះជំនួសដោយការអង្គុយសោកសៅឬក៏ដេកយំពីព្រោះអាការដេកយំសោកសៅហ្នឹងនៅក្នុងធម៌ព្រះអង្គ
សំដែងថាមិនបានជាប្រយោជន៍សំបីបន្តិចបន្តួចដល់អ្នកស្លាប់អត់មានបានទេទោះជាយើងយំអស់ទឹកភ្នែកស្គមរីងរៃស្លាប់ទាំងខ្លួនទៅទៀតក៏អត់បានអីជាប្រយោជន៍ដល់អ្នកស្លាប់នឹងដែរអានឹងជាបុគ្គលជនវាមានហើយយំសោកស្ដាយសំណោះហ្នឹងយើងខាត់បានប៉ុន្តែយើងត្រូវមានបញ្ញាកំណត់ដឹងថាយើងដូរវិញទៅពីការយំសោកមិនបានជាប្រយោជន៍ហ្នឹងទៅជាការឧទ្ទិសបន់ណានឹកគាត់ពេលយប់នឹកគាត់ពេលថ្ងៃអើយពុកឯម៉ែខ្ញុំបានធ្វើបន់ពីថ្ងៃមុនពីព្រឹកមិញណាពុកម៉ែសូមទទួលបន់ពីខ្ញុំហើយសូមឲ្យបានសេចក្តីសុខចុះអញ្ចឹងហើយយើងវាបានផ្សះផ្សាបេះដូងទ្រូងយើងផ្លូវចិត្តយើងហើយចំណែកបន់ហ្នឹងបើគាត់ដឹងគាត់ឮគាត់ទទួលគាត់បានត្រេកអរគាត់បានសុខដោយសារកម្លាំងបន់របស់យើងបន្ថែមលើបន់របស់គាត់នឹងទៅទៀតអញ្ចឹងតើយើងរៀនដោះលែងខ្លួនឯងពីសេចក្តីសោកកុំគិតថាបើអញ្ចេះទៅមានអីបើចុះទៅមានអីអាហ្នឹងអត់អាចបានទេបើនិយាយពីប្រៀបធៀបពីជាគៀងវិញអស់ព្រេងហើយជីវិតរបស់គាត់អស់បន់ហើយអញ្ចឹងទោះជាមិនក៏ត្រូវតែរលត់ដែរដូចជាស្លឹកឈើទុំវាជ្រុះហើយថ្ងៃទៅពេលល្ងាចវាលិចយំក៏វាលិចដែរស្លឹកឈើវាជ្រុះហើយយើងយំក៏វាជ្រុះដែរយ៉ាងណាជីវិតរបស់មនុស្សយើងនឹងវាមានកម្លាំងបុណ្យប្រេងបុណ្យជាគៀងជីវិតរបស់យើងនឹងវាតិចច្រើនតាមអ្វីដែលគាត់បានសាងមកអញ្ចឹងយើងមិនអាចបខំថាហេបើអញ្ចេះទៅមានអីហេបើចុះទៅមានអីរឿងហ្នឹងវាហួសហើយវាចប់ហើយយើងចាត់ទុកថាជាគៀងជីវិតរបស់គាត់បានផុតរលត់ហើយយើងជូនដំណើរបុណ្យឲ្យគាត់បានសុខទៅថ្ងៃមុខទៅទៀតទៅជាតិមុខទៅទៀតដោយការឧទ្ទិសបុណ្យរឿយទៅជូនគាត់ទៅអាហ្នឹងជាអ្វីដែលយើងអាចធ្វើបានដើម្បីផ្សះផ្សាចិត្តយើងផងហើយជាប្រយោជន៍សេចក្តីសុខដល់គាត់ទៅក្នុងភពខាងមុខផងដោយសារយើងអត់បានអប់រំចិត្តរៀងខ្លួនអញ្ចឹងទេជួនកាលធ្វើការមួយគ្នាញឹមដាក់គ្នាអញ្ចឹងប៉ុន្តែក្នុងចិត្តហ្នឹងមិនសบายចិត្តនឹងគ្នាបានទេប៉ុណ្ណឹងប្រជែងយកព្រៀបឬក៏បែងជើងអាចរហូតដល់ពេលខ្លះប្រកាច់ប្រខូចត្រឡប់ត្រឡិនធ្វើម៉េចឲ្យតាខ្លួនឯងគាត់បើប្រសើរអញ្ចឹងទៅវាធ្វើឲ្យការងារនោះវាមិនរលូនទៅមុខមិនសហការគ្នាមិនផ្ដល់តម្លៃឲ្យគ្នាមិនជួយជុំជែងគ្នាវាទៅជាសកត់មួយដើម្បីឲ្យបានខ្ពស់មួយបុយអាកាសការងារនឹងវាធ្វើឲ្យចង្អៀតចង្អល់តឹងតែងហើយមិនចម្រើនទៅមុខទេអញ្ចឹងបានស្ថានភាពផ្លូវចិត្តរបស់បុគ្គលិកអ្នកធ្វើការងារនឹងមានឥទ្ធិពលខ្លាំងទៅលើលទ្ធផលសម្រេចរបស់ស្ថាប័នរួមទាំងមូលបើទាំងអស់គ្នាសហការគ្នាអត់ឱនស្រឡាញ់យោគយល់ផ្ដល់តម្លៃផ្ដល់ការលើកទឹកចិត្តហើយជួយជុំជែងគ្នាមិនខ្លាចអ្នកណាគ្រាន់បើជាងអ្នកណាតាមសមត្ថភាពរៀងខ្លួនអញ្ចឹងទៅណាពីព្រោះយើងក៏មិនចេះអីទាំងអស់គេក៏មិនចេះអីទាំងអស់អញ្ចឹងយើងត្រូវពឹងអាស្រ័យគ្នាទៅវិញទៅមកហើយយើងផ្ដល់ភាពសំខាន់នឹងដល់គ្នាទៅវិញទៅមកតាមចំណេះដឹងជំនាញរៀងខ្លួនទៅអ្នក cleaner គេមានភាពសំខាន់ខាង cleaner ទៅអ្នកនៅ office មានភាពសំខាន់រៀងខ្លួនទៅចិត្តរបស់យើងវាទលាយដែលអញ្ចឹងយើងអត់អោបកសោបយកទាំងអស់ទេប៉ុន្តែមនុស្សយើងវាសារធាតុមិនបានអប់រំពីកំណើតអកុសលហ្នឹងវាប្រទាញធ្វើម៉េចគៀងគរឲ្យមកតែខ្លួនឯងតែមួយកដោបទៅហែកទៅពុនទៅហើយគ្រប់គ្នាសិតតែចង់កដោបចង់ហែកចង់ពុនអញ្ចឹងឆ្លោះគ្នាហើយមិនបានសុខហើយមិនបានសុខទាំងសងខាងមិនបានសុខទាំងយើងមិនបានសុខទាំងអស់គ្នា
ហើយស្ថាប័នហ្នឹងអត់អាចរីកចម្រើនទៅមុខទេដោយសារយើងអ្នកជ្រងស្ថាប័នហ្នឹងវាសំពីងសំពងដោយភាពសៅមងអកុសលជាតិពុលនៅក្នុងចិត្តហ្នឹងអញ្ចឹងបានជាអ្នកដែលមានចិត្តដែលថ្លាស្អាតស្រាលពីអកុសលហ្នឹងទើបអាចធ្វើជាមេដឹកនាំគេទើបអាចជ្រងស្ថាប័នហ្នឹងឲ្យខ្ពង់ខ្ពស់ទៅបានតលអ្នកនឹងស្រាលពីរឿងដូចថាការប្រកាន់ជាប់ជំពាក់អាណេញអាណោងច្រើនហ្នឹងលក្ខណៈសម្បត្តិរបស់គាត់នឹងទើបអាចជ្រងទើបធ្វើឲ្យកន្លែងនឹងបានរួបរวมគ្នាហើយចម្រើនទៅមុខបានហើយវាតលទាំងអស់គ្នានឹងឯងរៀនទម្លាក់នៅភាពសៅមងទាំងអស់នឹងចេញពីសន្តានចិត្តអានឹងទើបយើងអាចរកសេចក្តីសុខផ្ទាល់ខ្លួនយើងផងពីព្រោះយើងគ្រប់គ្រងខ្លួនឯងបានក្នុងភាសាបច្ចេកទេសអ្នកស្រាវជ្រាវអាមេរិកាំងគេហៅពាក្យ self management ឬក៏ self regulation អីចឹងទៅការចេះគ្រប់គ្រងខ្លួនឯងបានហើយមានគុណវុទ្ធិលក្ខណៈសម្បត្តិពិសេសដើម្បីបានជោគជ័យក្នុងជីវិតហ្នឹងគឺត្រូវតែមានទំនាក់ទំនងល្អជាមួយអ្នកដទៃដោយចេះស្វែងយល់អំពីតម្រូវការអំពីចំណង់ចំណូលចិត្តអំពីភាពសំខាន់ហើយនឹងបញ្ហាដែលគាត់មានក្នុងជីវិតហ្នឹងយើងមានចិត្តករុណាបើភាសាអង់គ្លេសហៅ empathy ហ្នឹងដូចថាឲ្យយើងចេះយកចិត្តរបស់យើងហ្នឹងទៅស្វែងយល់ពីបញ្ហាជីវិតរបស់គាត់អញ្ចឹងយើងអត់ប្រកាន់ច្រើនយើងអត់បទាញយកតែខ្លួនឯងត្រូវទេអញ្ចឹងវាត្រូវតែមានជំនាញមួយគ្រប់គ្រងខ្លួនឯង self management ឬក៏ self regulation ហ្នឹងហើយនឹងត្រូវមានជំនាញមួយទៀតចាំបាច់សំខាន់មិនអាចខ្វះបានហ្នឹងគឺត្រូវទំនាក់ទំនងល្អជាមួយអ្នកដទៃហ្នឹងដែលនៅក្នុងធម៌លោកឲ្យតម្លៃទៅលើជាមនុស្សមានសិលមនុស្សមានសិលហ្នឹងគឺសំដៅទៅលើមនុស្សដែលមិនធ្វើឲ្យប៉ះពាល់អ្នកដទៃហើយមានចរិតលក្ខណៈមានការប្រើប្រាស់កាយវាចាសមរម្យត្រឹមត្រូវចេះដឹងទៀបខ្ពស់សមរម្យមិនចង្អេងចង្ងាងមិនដូចថាកអឺតកតោមអាហ្នឹងមនុស្សហ្នឹងជាមនុស្សមានសិលហើយអាហ្នឹងចម្រើនណាស់បើក្នុងលោកខាងលិចគេនិយាយឲ្យតម្លៃទៅលើ social skill អីចឹងទៅណាប៉ុន្តែបើនៅក្នុងធម៌គឺសំដៅទៅលើមនុស្សហ្នឹងជាមនុស្សមានសិលចរិតលក្ខណៈសមរម្យត្រឹមត្រូវហ្នឹងអាហ្នឹងគេមនុស្សក៏ស្រឡាញ់ទេវតាក៏ចូលចិត្តហើយមនុស្សហ្នឹងមានលក្ខណៈមួយជាអ្នកដឹកនាំគេបានដោយសារអាចគ្រប់គ្រងខ្លួនឯងបានផងហើយអាចមានទំនាក់ទំនងល្អជាមួយអ្នកដទៃបានហើយមនុស្សប្រភេទហ្នឹងខ្វះណាស់ខ្វះសម្រាប់ដឹកនាំស្ថាប័នណាស់ហើយសម្បូរណាស់មនុស្សចំណែននិន្ទាប្រណាំងប្រជែងនិយាយដើមអេកអូចនឹងសម្បូរណាស់អត់ខ្វះទេមនុស្សអញ្ចឹងវាព្រោះវាសារធាតុពុលវានៅក្នុងចិត្តច្រើនហើយមនុស្សដែលអាចអភិវឌ្ឍខ្លួនឯង upgrade ខ្លួនឯងឲ្យទៅដល់មនុស្សស្រាលពីភាពសៅមងទាំងអស់ហ្នឹងវាមិនសូវសម្បូរអញ្ចឹងមនុស្សហ្នឹងទើបអាចធ្វើឲ្យកន្លែងហ្នឹងបានចម្រុងចម្រើនទៅបានប៉ុន្តែយើងទាំងអស់គ្នានឹងឯងត្រូវតែមានស្មារតីដាស់តឿនខ្លួនឯងយើងនិយាយភាសាសាមញ្ញថា upgrade ខ្លួនឯងឲ្យវាឡើងខ្ពស់ទៅកុំឲ្យវាច្បោកច្បល់លោកអ្នកប្រាជ្ញលោកប្រៀបធៀបទៅនឹងក្អែកវាចេះតែច្បាំងគ្នាចេះតែចាក់ចេះតែកញ៉ៃគ្នាទៅវិញទៅមកប៉ុន្តែហង្សវាហើរខ្ពស់ទៅដល់ដំណាក់កាលមួយដែលក្អែកវាហើរអត់ដល់ចង់និយាយថាធ្វើចិត្តហ្នឹងឲ្យវាខ្ពស់ទៅឲ្យសមអត្តន័យនៃពាក្យថាមនុស្សមអ្នកប្រែថាចិត្តឧស្សាហ៍ប្រែថាខ្ពស់មនុស្សប្រែថាសត្វដែលមានចិត្តនឹងខ្ពង់ខ្ពស់ប្រសើរហើយបើយើង
អត់មានចិត្តនឹងខ្ពង់ខ្ពស់ប្រសើរស្រាលពីភាពសៅមងទាំងអស់ទេយើងវាស្ថិតនៅក្នុងមនុស្សកម្រិតទាបចឹងទៅវាមិនឧស្សាហ៍បែរថាខ្ពស់វាហីណាក់បែរថាថោកថយចឹងទៅយើងតើមានស្មារតីដាស់តឿនខ្លួនឯងទើបយើងអាចអភិវឌ្ឍខ្លួនឯងទៅបានបើយើងអោបកសោបរឿងទុកសោកដែលកើតឡើងក្នុងជីវិតយើងស្ពាយតាមខ្លួនយើងរំលឹកម្លើកយើងឲ្យវាមកលងយើងម្ដងហើយម្ដងទៀតអាហ្នឹងយើងវាកើតទុកនឹងឯងជីវិតហ្នឹងវាជួបរឿងចឹងឯងហើយខុសគ្នាគេជួបរឿងគេយើងជួបរឿងយើងតាមស្ពាយកម្មរៀងខ្លួនតើយើងរៀនទម្លាក់យើងមានបញ្ញាកំណត់ដឹងថាគ្រប់យ៉ាងវាមិនមែនជារឿងចៃដន្យទេវាមានហេតុគ្រប់គ្រាន់បានវាកើតឡើងរឿងល្អក្តីរឿងអាក្រក់ក្តីវាដូចថាដាំទឹកចឹងតលវា100អង្សាបានវាពុះវាអត់អាចទៅ80ឲ្យពុះបានទេចង់ប្រៀបធៀបថារឿងរ៉ាវក្នុងជីវិតហ្នឹងវាមានហេតុរបស់វាគ្រប់គ្រាន់ទើបវាកើតឡើងហើយកើតឡើងហ្នឹងយើងអត់អាចឆ្លោះប្រកែកតតាំងណាមិនបានចឹងឧទាហរណ៍ថាត្រូវព្រាត់ប្រាសស្លាប់កូនស្លាប់ម្ដាយឬក៏បាត់បង់ទ្រព្យសម្បត្តិដោយប្រការណាមួយដែលនឹកស្មានមិនដល់ហើយយើងធ្លាប់ជួបអ្នកខ្លះកូនទៅមុនចឹងចាស់ហើយមិនសមថាសក់សហែសក់ខ្មៅយើងនិយាយអញ្ចឹងប៉ុន្តែរឿងហ្នឹងវាបានកើតឡើងទៅហើយចឹងតើមានបញ្ញាកំណត់ដឹងថាខ្សែជីវិតម្នាក់ហ្នឹងវាផ្សំផ្គុំដោយកម្លាំងបុណ្យកម្លាំងអកុសលកម្លាំងបាបដែលយើងបានធ្វើមកហើយបើយើងធ្លាប់សាងបុណ្យល្អទៅយើងបានជួបរឿងល្អច្រើនប៉ុន្តែបើយើងធ្លាប់សាងមិនល្អច្រើនវាជួបរឿងមិនល្អច្រើននៅហ្នឹងវាច្បាប់កម្មផលយើងឆ្លោះប្រកែកមិនបានទេបើអ្វីដែលយើងអាចធ្វើបានគឺប្រឹងសាងល្អថ្មីចម្រើនបុណ្យចម្រើនកុសលចម្រើនទានចម្រើនសិលចម្រើនសតិបញ្ញាមើលឃើញថាសង្ខារជីវិតហ្នឹងវាមិនស្ថិតនៅក្រោមកម្មគ្រប់ជាងអញ្ចឹងមានតែជួបរឿងណាដោះរឿងនឹងហើយទៅមុខទៀតទៅមិនស្ពាយរឿងនឹងតាមខ្លួនសម្ពីសម្ពងពេកទេកំណត់ដឹងថាឥឡូវរឿងចាស់វារលត់ទៅហើយសង្ខារចាស់វារលត់ទៅហើយឥឡូវវាមានសង្ខារថ្មីហើយវាប្រែប្រួលកំពុងតែប្រែប្រួលអញ្ចឹងពេលយើងជួបរឿងល្អកំណត់ដឹងថាវាជាផលបុណ្យហើយវាក៏មិនទៀងដែរគេសរសើរបានសុខចំណេញអីទាំងអស់ហ្នឹងវាត្រូវអាចបាត់បង់ទៅដោយប្រការណាមួយហើយរឿងអាក្រក់ក៏អញ្ចឹងដូចគ្នាគេជេរគេស្ដីគេថាបាត់បង់វាបន្តិចទៅវាត្រូវសាបរលាបទៅវាទៅជារឿងអីថ្មីទៀតអញ្ចឹងទាំងរឿងអាក្រក់ទាំងរឿងល្អហ្នឹងវាមិនទៀងអញ្ចឹងមើលកំណត់ដឹងថាมันមានអីគួរឲ្យចាប់ប្រកាន់អញ្ចឹងធ្វើដំណើរពីមួយទៅមួយអញ្ចឹងទៅអាហ្នឹងទើបយើងមិនសោកសៅខ្លាំងព្រោះសង្ខារនេះចុងក្រោយយើងត្រូវបោះចោលទាំងអស់มันមានអ្នកណាអាចយកអ្វីតាមខ្លួនបានទេសន្មតថាជាខ្លួនយើងជាទ្រព្យយើងជាប្រពន្ធជាប្តីជាកូនហ្នឹងចុងក្រោយមានតែយកអីទៅបានអត់ទេអញ្ចឹងសន្សំបុណ្យសន្សំកុសលសន្សំឧបនិស្ស័យនៃបញ្ញាឲ្យបានសុខបច្ចុប្បន្នហើយឲ្យបានជាបច្ច័យរួចផុតចាកទុក្ខដល់និព្វានអានឹងទើបលែងមានទុក្ខអនុមោទនា
បើគិតពីមនុស្សយើងម្នាក់នឹងសិតតែមានរឿងត្រូវដោះស្រាយមានបញ្ហាត្រូវប្រឈមមានទុករៀងខ្លួនហើយបើយើងមើលឲ្យជ្រៅទៅយើងគួរមានចិត្តអាណិតពីព្រោះគ្មានអ្នកណាចង់បានទុកហើយទុកនឹងវាមានគ្រប់គ្រាន់ហូរហៀសម្រាប់ម្នាក់ហើយយើងមិនគួរនឹងមានគំនិតគំនុំគុំគួនធ្វើឲ្យអ្នកដទៃក្តៅក្រហាយអន្តរាយទេពីព្រោះវាបន្ថែមទុកទៅលើគេផងហើយវាមានពាវេរាសម្រាប់ខ្លួនយើងផងបើយើងមើលឲ្យជ្រៅទៅយើងគួរឲ្យអាណិតទាំងអស់គ្នាហ្នឹងទាំងយើងទាំងគេហ្នឹងដែលកំពុងអាហែលនៅក្នុងសេចក្តីទុក្ខសមុទ្រនៃសេចក្តីទុក្ខហ្នឹងហើយយើងគួរមានសមានចិត្តមានករណាចិត្តជួយសង្គ្រោះអ្នកណាដែលយើងអាចជួយបានតាមសមត្ថភាពដែលយើងមានហើយបើគេមានគេបានល្អក៏យើងរីករាយសប្បាយចិត្តក្នុងបុណ្យរបស់គេអញ្ចឹងទៅมันមានចិត្តចំណែននិន្ទាឈ្នានេះអីទេវាព្រោះនឹកឃើញថារបស់ទាំងអស់ហ្នឹងក៏វានឹងត្រូវផ្លាស់ប្ដូរប្រែប្រួលមិនទៀងទាត់ទេទោះជាមានទោះជាបានទៅចុងក្រោយក៏ត្រូវឈឺបាត់បង់ឬក៏ត្រូវស្លាប់ចោលទៅគេអ្នកដតីទៀតហ្នឹងគេយកទៅទៀតទៅវាមិនទៀងទាត់អញ្ចឹងដែលថាលោកយៈសុខក្នុងលោកីនេះយើងប្រមូលចិត្តប្រមូលស្មារតីចម្រើនបុណ្យចម្រើនកុសលដើម្បីបានជាទីពឹងខ្លួនឯងហើយស្វែងរកផ្លូវដើម្បីឲ្យរួចផុតពីទុក្ខការវិលវល់ក្នុងវាលវត្តអសង្សារហ្នឹងពីព្រោះបើយើងនៅតែប្រកាន់ឆ្លោះចំណែននិន្ទាឈ្នានេះវាវិលវល់សេចក្តីទុក្ខហ្នឹងវាអត់ចេះចប់អត់ចេះហើយទេសេចក្តីទុក្ខហ្នឹងជាសមុទ្រដែលយើងគ្រប់គ្នានឹងត្រូវហែលឆ្លងប្រសិនបើយើងមិនរកផ្លូវដើម្បីឲ្យបានរួចផុតពីសេចក្តីទុក្ខហ្នឹងដោយកម្លាំងនៃបុណ្យកុសលកម្លាំងនៃសតិបញ្ញាពិនិត្យឃើញថាសង្ខារនេះគួរឲ្យនឿយណាយទៅពីព្រោះវាអត់ទៀងទាត់សោះអ្វីដែលយើងសន្មត់ហ្នឹងបើបានមកសុខហ្នឹងដល់ពេលបានមកវាបែរទៅជាទុក្ខបែរទៅជាលែងសុខហ្នឹងអាហ្នឹងវាចង់បានស្អីមួយទៀតហើយវាមិនចេះចប់មិនចេះហើយដូចភ្លើងវាមិនចេះឆ្អែតនឹងអស់សមុទ្រមិនចេះឆ្អែតនឹងទឹកអញ្ចឹងហូរប្រមាណទៅវាចេះតែពេញហើយជឹងវាអត់ចេះស្កប់ស្កល់ហើយវាដូររហូតអញ្ចឹងហើយរស់សេចក្តីសុខមិនឃើញពិតប្រាកដហើយវាជាមូលហេតុនៃការទុកទោមនោះពិបាកខ្វល់ខ្វាយថែអាសាគេមិនដើមអីចឹងទៅអញ្ចឹងយើងមានស្មារតីកំណត់ដឹងថាយើងរស់នៅដើម្បីបំពេញបុណ្យបំពេញពើល្អគុណធម៌សតិបញ្ញាសន្សំបុណ្យហ្នឹងជាក្បូនសម្រាប់ឆ្លងទៅក្នុងលោកខាងមុខទីបំផុតយើងធ្វើម៉េចឲ្យបានរួចផុតដល់ទីបំផុតនៃទុក្ខអានឹងទើបលែងវិលត្រឡប់មកវិញអនុមោទនាអាហារផ្លូវចិត្តភាគ4ការនិយាយស្ដីដោយខ្វះការពិចារណាคล้ายជាអាវុធប្រហារផ្លូវចិត្តអ្នកដទៃផងជាទឹកបន្សាបតម្លៃខ្លួនឯងផងនិងជាបាបកម្មផងរៀនរក្សាសម្ដីអ្នកឲ្យបានល្អព្រោះវាឆ្លោះបញ្ចាំងពីតម្លៃរបស់អ្នកផ្ទាល់ពេលបុណ្យឲ្យផលអ្នកជួបរឿងល្អ
ដែលគេតែងតែហៅថារាសីឡើងតែពេលបាបឲ្យផលអ្នកជួបរឿងមិនល្អដែលគេតែងហៅថារាសីចុះចង់បានរាសីខ្ពស់រៀនធ្វើចិត្តឲ្យជ្រះថ្លាកាយវាចាឲ្យល្អបើខ្សោយបុណ្យចាស់កុំភ្លេចខំសាងបុណ្យថ្មីរលកទឹកឡើងចុះតាមដំណើរនៃធម្មជាតិរឿងល្អរឿងអាក្រក់ចេញចូលតាមកម្លាំងកម្មអ្វីមិនទៀងទាត់ទេកើតហើយត្រូវរលត់ទៅវិញកុំចាប់ប្រកាន់វាមាំពេកអីព្រមឲ្យវារលត់ទៅចោះសេចក្តីស្លាប់គ្មានអ្នកណាត្រូវការតែក៏គ្មានអ្នកណាជៀសរួចឡើយទ្រព្យសម្បត្តិជាទីពឹងពំនាក់នៅពេលបច្ចុប្បន្នបុណ្យកុសលជាទីពឹងពំនាក់ក្នុងដំណើរសង្សារវដ្តក៏មានសេចក្តីប្រមាទក្នុងការសាងបុណ្យឡើយទ្រព្យបន្តិចបន្តួចមិនអាចយកទៅតាមខ្លួនអ្នកស្លាប់បានឡើយខំរកទ្រព្យដើម្បីចិញ្ចឹមជីវិតតែកុំភ្លេចសន្សំបុណ្យគ្រាន់បានជាទីពឹងទៅក្នុងលោកខាងនាយពាក្យថាកាត់ចិត្តស្រួលថាតែពិបាកធ្វើសតិប្រាប់ចិត្តឲ្យចាកចេញពីរឿងចាស់មកគិតរឿងថ្មីបញ្ញាពន្យល់ចិត្តឲ្យព្រមទទួលយកការពិតធម៌ពីរគឺសតិបានដល់ការរលឹកដឹងសម្បជញ្ញៈបានដល់បញ្ញាជាធម៌មានឧបការៈច្រើនសម្រាប់ជីវិតរស់នៅជំងឺផ្លូវចិត្តធ្វើឲ្យអ្នកល្វើយអស់កម្លាំងលែងឃ្លានបាយលែងឃ្លានទឹកអ្នកត្រូវប្រឹងងើបឡើងខំញ៉ាំខំដើរទៅមុខជំនះភាពទន់ជ្រាយនៃរាងកាយពង្រឹងកម្លាំងចិត្តអ្នកនឹងអាចយកឈ្នះវាមិនខានកាលនៅក្មេងមិនសូវចេះគិតតែសប្បាយច្រើនពេលធំឡើងគិតច្រើនបែរជាសប្បាយតិចគិតច្រើនចុះតែគិតឲ្យត្រូវគិតឲ្យល្អគិតប្រកបដោយបញ្ញាការគិតនោះនាំមកនូវសេចក្តីសុខមកវិញខាត់មិនបានពេលល្ងាចមកដល់ថ្ងៃក៏ត្រូវលិចពេលស្លឹកឈើឡើងលឿងទុំដល់ពេលត្រូវជ្រុះរុះរយពេលណាអស់ហេតុសង្ខារទាំងឡាយក៏ប្រែប្រួលទៅខាត់អង្វរក៏ខាត់មិនបានអ្នកនៅតែថែរក្សាការពារឲ្យអស់ពីសមត្ថភាពអ្នកតែអ្នកមិនអាចហួងហែងកុំឲ្យវាប្រែប្រួលបានទេក្នុងលោកនេះគ្មានអ្នកណាម្នាក់អាចទប់ស្កាត់អនិច្ចតាធម៌បានឡើយពេលបន់អស់អាយុសង្ខារក៏ត្រូវរលត់ដូចចង្គៀងអស់ប្រេងត្រូវរលត់ដូច្នោះឯង
ទោះអ្នកយំអង្វរស្លាប់ទាំងខ្លួនទៀតក៏ហៅត្រឡប់មកវិញមិនបានម្យ៉ាងទៀតការប្រែប្រួលមិនប្រាប់អ្នកជាមុនទេមិនអាចកំណត់ថាត្រូវប្រែប្រួលពេលនេះពេលនោះឡើយដល់ពេលទៅក៏ទៅពេលខ្លះមិនទាំងបានលាគ្នាមួយម៉ាត់ផងដូច្នេះហើយយើងម្នាក់ត្រូវរៀនត្រៀមចិត្តថាគ្រប់យ៉ាងសុទ្ធតែប្រែប្រួលគ្រាន់តែមុននឹងក្រោយយូរឬក៏ឆាប់ប៉ុណ្ណោះបើយើងបានពិចារណារឿយពេលការប្រែប្រួលនោះមកដល់ក៏មិនសូវមានទុក្ខខ្លាំងតែបើមិនបានពិចារណាឲ្យបានរឿយទេពេលការប្រែប្រួលនោះមកដល់អ្នកនឹងមានទុក្ខសោកខ្លាំងមិនខានក្នុងពេលបច្ចុប្បន្នឥឡូវនេះយើងអាចសន្មត់ថារបស់នេះរបស់នោះជារបស់យើងតែយើងមិនអាចហាមឃាត់ការប្រែប្រួលបានទេដូចជាពេលដែលត្រូវអស់ភ្លើងក៏ត្រូវរលត់ពេលណាអស់ហេតុសង្ខារក៏ត្រូវប្រែប្រួលផ្លាស់ប្ដូរទៅវិញហាមមិនបាននេះជាដំណើរនៃធម្មជាតិពេលខ្លះយើងមិនដឹងរឿងគេទាំងស្រុងយើងបញ្ញាប់កាត់សេចក្តីវិនិច្ឆ័យទៅការសម្រេចចិត្តរបស់យើងពាក្យសម្ដីរបស់យើងវាទៅជាខុសទៅវិញអញ្ចឹងបាននៅក្នុងធម៌ពុទ្ធឲ្យយើងពិចារណាមុននឹងសម្រេចចិត្តសរសើរឬក៏និន្ទាបុគ្គលណាមួយរហូតដល់ព្រះអង្គសម្ដែងថាបើសរសើរមនុស្សខុសយើងអ្នកសរសើរនេះធ្លាក់នរកដូចគេច្រានទម្លាក់អញ្ចឹងហើយបើនិន្ទាមនុស្សខុសក៏ធ្លាក់នរកដូចជាច្រើនទម្លាក់ដែរអញ្ចឹងត្រូវការសង្កេតពិនិត្យពិចារណាមើលថាវាសមរម្យវាត្រឹមត្រូវប្រើសមត្ថភាពបញ្ញាស្មារតីគូក្បាលរបស់យើងកុំឲ្យគ្រាន់តែគេបង្ហាញអីតិចយើងលួងតាមគេអញ្ចឹងយើងបាត់បង់សមត្ថភាពគិតពិចារណាចិន្តមយៈបញ្ញាកើតដោយការត្រេះរិះពិចារណាហ្នឹងយើងមានតែសុតមយៈបញ្ញាកើតពីការស្ដាប់ប៉ុន្តែស្ដាប់ហ្នឹងស្ដាប់ខុសទៅទៀតតែអញ្ចឹងវាធ្វើឲ្យយើងសម្រេចចិត្តខុសដោយសារយើងខ្វះបញ្ញាថ្នាក់ពិចារណាហ្នឹងឯងអញ្ចឹងយើងប្រយ័ត្នប្រយែងកុំឲ្យយើងគ្រាន់តែឃើញអីបន្តិចយើងប្រតិកម្មទៅលឿនពេកដោយមិនបានស្វែងរកព័ត៌មានស្វែងរកហេតុផលឲ្យបានត្រឹមត្រូវការសម្រេចចិត្តរបស់យើងនឹងវាទៅជាមានទោសមកលើខ្លួនយើងទៅវិញបើយើងចង់និយាយក៏រៀបចំចិត្តគំនិតដែរព្រះអង្គសម្ដែងប្រាប់ភិក្ខុសង្ឃឲ្យនិយាយមើលកលៈទេសៈឲ្យនិយាយប្រកបដោយបញ្ញាឲ្យនិយាយប្រកបដោយទឹកចិត្តមេត្តាមិនមានបំណងធ្វើឲ្យគេក្តៅក្រហាយឈឺចាប់អីទេយើងនិយាយកែតម្រូវក៏ចង់ឲ្យបុគ្គលនឹងបានល្អសុទ្ធតែជាមិត្តរួមជាតិរួមកើតរួមចាស់រួមឈឺរួមស្លាប់ទាំងអស់គ្នាសុទ្ធតែជាអ្នកមានទុក្ខទាំងអស់គ្នាសុទ្ធតែជាអ្នកប្រាថ្នាសុខទាំងអស់គ្នាអត់មានអ្នកណាមួយចង់បានទុក្ខមកដាក់ខ្លួនទេហើយវាគួរឲ្យអាណិតណាស់ដែលយើងទាំងអស់គ្នាសុទ្ធតែហែលក្នុងសមុទ្រទុក្ខគ្រប់គ្នាទាំងអស់ចុងក្រោយយើងលះបង់កាយស្លាប់ចោលរូបរាងកាយចោលឆ្អឹងនៅលើផែនដីនេះដូចគ្នាទៅអត់មានអ្នកណាអមតៈទេអញ្ចឹងសិតតែជាអ្នកមានទុក្ខរៀងខ្លួនទៅអញ្ចឹងយើងប្រើប្រាស់ពាក្យសម្ដីកាយវិការចិត្តគំនិតនឹង
ដើម្បីស្រោចស្រង់ខ្លួនយើងឲ្យបានរួចផុតពីទុក្ខផងដើម្បីជួយសង្គ្រោះអ្នកដទៃដែលគេមានទុក្ខនឹងជួយណែនាំបង្ហាញផ្លូវឲ្យគេរួចផុតពីទុក្ខមានទោសមានកំហុសមានការលំបាកយ៉ាងណាយើងជួយសង្គ្រោះដោយមេត្តាករុណាអញ្ចឹងយើងអ្នកជួយនិយាយស្ដីឬក៏ប្រើប្រាស់ថវិកាកម្លាំងកាយកម្លាំងចិត្តនោះគឺយើងបានបន់ដែរដូចជាព្រះសម្មាសម្ពុទ្ធព្រះអង្គឃើញមនុស្សក្នុងលោកមានទុក្ខព្រះអង្គប្រើវាចារបស់ព្រះអង្គដើម្បីបង្ហាញផ្លូវឲ្យរួចផុតពីទុក្ខអញ្ចឹងពាក្យសម្ដីរបស់ព្រះអង្គមានតម្លៃគេកត់ត្រារាប់ពាន់ឆ្នាំមកហើយក៏គេនៅតែគោរពប្រណិប័តថ្វាយអង្គមហើយពុទ្ធមិនបានទៅធ្វើសាលាធ្វើពហិអីទេប៉ុន្តែអវាទរបស់ព្រះអង្គនឹងឯងបានជួយស្រោចស្រង់មនុស្សឲ្យរួចផុតពីទុក្ខច្រើនអញ្ចឹងយើងរៀនប្រើប្រាស់សម្ដីឲ្យមានប្រយោជន៍រៀនពិចារណាដោយបញ្ញាពិនិត្យពិច័យឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងប្រតិកម្មមុននឹងសម្រេចចិត្តពីព្រោះវាអាចធ្វើឲ្យការសម្រេចចិត្តរបស់យើងខុសនាំឲ្យមានវិបដិសារីមកឲ្យមានទោសហើយនាំឲ្យមានបាបទៅទៀតផងបើយើងសរសើរឬក៏និន្ទាខុសមនុស្សហ្នឹងនៅកន្លែងមួយទោះជារដ្ឋក្តីឯកជនក្តីវត្តអារាមក្តីដូចថាយើងសាមគ្គីគ្នាទៅស្រឡាញ់គ្នាទៅធ្វើការមួយគ្នាទៅយើងថាស្រួលប៉ុន្តែពេលអនុវត្តជាក់ស្ដែងវាពិបាកនឹងហៅមនុស្សឲ្យផ្សះផ្សារួបរួមផឹងផែងពីព្រោះវាត្រូវការមានធម៌ដែលជាទឹកកង្សាធ្វើឲ្យរស់នៅធ្វើការមួយគ្នាកើតដែលពុទ្ធលោកហៅថាសារនីយធម៌មាន6មួយមេត្តាកាយកម្មដូចថាការធ្វើការងារហ្នឹងក៏ប្រកបដោយមេត្តាដែរជួយគ្នាមិនយករួចទៅខ្លួនទេហើយមេត្តាវចីកម្មនិយាយពីរោះពិសាដាក់គ្នាទាំងចំពោះមុខទាំងកំបាំងមុខព្រះអង្គសម្ដែងយ៉ាងទៀតប៉ុន្តែយើងហងៃដូចទីជួយចិត្តនិយាយពីរោះនៅមុខខាងក្រោយនិយាយអក្រក់ដាក់គ្នាអញ្ចឹងទៅហើយអញ្ចឹងវាអត់អាចសាមគ្គីគ្នាទៅកើតទេវាត្រូវមានមុខតែមួយស្រឡាញ់គ្នាទាំងចំពោះមុខទាំងកំបាំងមុខនិងមេត្តាមនោកម្មចិត្តគំនិតគិតពីគ្នាហ្នឹងក៏អត់មានចំណែនស្អប់គុំគួនដែរហើយសាធារណភោគីចេះចែកម្លែកមិនយកតែម្នាក់ឯងទេបើគេបានសុខដែរមួយទៀតនោះជាអ្នកដែលមានសិលធម៌រស់នៅនឹងប្រហាក់ប្រហែលគ្នាយើងរងថ្ងៃដូចថាមានក្រមសិលធម៌ការងារស្តង់ដារការអនុវត្តនឹងប្រហាក់ប្រហែលគ្នាបើខុសគ្នាបើពិបាករស់នៅមួយគ្នាមិនអាចសាមគ្គីជាមួយគ្នាហើយនឹងមួយទៀតទិដ្ឋិសាមញ្ញតាចិត្តគំនិតហ្នឹងក៏ប្រហាក់ប្រហែលគ្នាមិនមានអ្នកចង់តែឈ្នះចង់តែប្រកបប្រទៀងយកមកតែត្រូវខ្លួនឯងអញ្ចឹងវាតលថាសមាជិកក្នុងស្ថាប័នហ្នឹងរៀនមានចិត្តមេត្តារៀនចែករំលែករៀនរស់នៅប្រកបដោយសិលធម៌ហើយព្រះអង្គសម្ដែងថាទាំងចំពោះមុខទាំងកំបាំងមុខទើបកន្លែងនឹងបានសុខទើបបានចម្រើនទើបនាំឲ្យមានសាមគ្គីហើយនាំឲ្យចេះគោរពគ្នានាំឲ្យបានសេចក្តីសុខនឹករលឹកគ្នាទៅវិញទៅមកដោយចិត្តមេត្តាហើយបើយើងគ្រាន់តែថាមករួបរวมគ្នាសាមគ្គីទេប៉ុន្តែយើងអត់មានធម៌នៅក្នុងខ្លួនរបស់សមាជិកនៅក្នុងនឹងអានឹងអត់អាចសាមគ្គីគ្នាទៅបានទេយើងតើថាយើងម្នាក់ហ៊ានអប់រំខ្លួនឯងរៀនទម្លាក់ស្មិមានអ្នកខ្លួនឯងរៀនដល់សេចក្តីស្រឡាញ់ដល់ខ្លួនឯងផងដល់ក្រុមការងារផងហើយដូចថារៀនសម្របសម្រួលសម្របខ្លួនខ្លះដាក់ខ្លួនខ្លះហើយគេក៏ដាក់ខ្លះអានឹងទើបអាចរស់នៅជាមួយគ្នាបានសុខហើយធ្វើការងារជាមួយគ្នាទៅមុខបានចម្រើន
ពេលខ្លះយើងមិនដឹងរឿងគេទាំងស្រុងយើងបញ្ញាប់កាត់សេចក្តីវិនិច្ឆ័យទៅការសម្រេចចិត្តរបស់យើងពាក្យសម្ដីរបស់យើងវាទៅជាខុសទៅវិញអញ្ចឹងបាននៅក្នុងធម៌ពុទ្ធឲ្យយើងពិចារណាមុននឹងសម្រេចចិត្តសរសើរឬក៏និន្ទាបុគ្គលណាមួយរហូតដល់ព្រះអង្គសម្ដែងថាបើសរសើរមនុស្សខុសយើងអ្នកសរសើរនេះធ្លាក់នរកដូចគេច្រើនទម្លាក់អញ្ចឹងហើយបើនិន្ទាមនុស្សខុសក៏ធ្លាក់នរកដូចគេច្រើនទម្លាក់ដែរអញ្ចឹងត្រូវការសង្កេតពិនិត្យពិចារណាមើលថាវាសមរម្យវាត្រឹមត្រូវប្រើសមត្ថភាពបញ្ញាស្មារតីគូក្បាលរបស់យើងកុំឲ្យគ្រាន់តែគេបង្ហាញអីបន្តិចយើងលួងតាមគេអញ្ចឹងយើងបាត់បង់សមត្ថភាពគិតពិចារណាចិន្តមយៈបញ្ញាកើតដោយការត្រេះរិះពិចារណាហ្នឹងយើងមានតែសុតមយៈបញ្ញាកើតពីការស្ដាប់ប៉ុន្តែស្ដាប់ហ្នឹងស្ដាប់ខុសឬទៀតដល់អញ្ចឹងវាធ្វើឲ្យយើងសម្រេចចិត្តខុសដោយសារយើងខ្វះបញ្ញាថ្នាក់ពិចារណាហ្នឹងឯងអញ្ចឹងយើងប្រយ័ត្នប្រយែងកុំឲ្យយើងគ្រាន់តែឃើញអីបន្តិចយើងប្រតិកម្មទៅលឿនពេកដោយមិនបានស្វែងរកព័ត៌មានស្វែងរកហេតុផលឲ្យបានត្រឹមត្រូវការសម្រេចចិត្តរបស់យើងនឹងវាទៅជាមានទោសមកលើខ្លួនយើងទៅវិញបើយើងចង់និយាយក៏រៀបចំចិត្តគំនិតដែរព្រះអង្គសម្ដែងប្រាប់ភិក្ខុសង្ឃឲ្យនិយាយមើលកលៈទេសៈឲ្យនិយាយប្រកបដោយបញ្ញាឲ្យនិយាយប្រកបដោយទឹកចិត្តមេត្តាมันមានបំណងធ្វើឲ្យគេក្តៅក្រហាយឈឺចាប់អីទេយើងនិយាយកែតម្រូវក៏ចង់ឲ្យបុគ្គលនឹងបានល្អសិតតែជាមិត្តរួមជាតិរួមកើតរួមចាស់រួមឈឺរួមស្លាប់ទាំងអស់គ្នាសិតតែជាអ្នកមានទុក្ខទាំងអស់គ្នាសិតតែជាអ្នកប្រាថ្នាសុខទាំងអស់គ្នាអត់មានអ្នកណាមួយចង់បានទុក្ខមកដាក់ខ្លួនទេហើយវាគួរឲ្យអាណិតណាស់ដែលយើងទាំងអស់គ្នាសិតតែហែលក្នុងសមុទ្រទុក្ខគ្រប់គ្នាទាំងអស់ចុងក្រោយយើងលះបង់កាយស្លាប់ចោលរូបរាងកាយចោលឆ្អឹងនៅលើផែនដីនេះដូចគ្នាទៅអត់មានអ្នកណាអមតៈទេអញ្ចឹងសិតតែជាអ្នកមានទុក្ខរៀងខ្លួនទៅអញ្ចឹងយើងប្រើប្រាស់ពាក្យសម្ដីកាយវិការចិត្តគំនិតហ្នឹងដើម្បីស្រោចស្រង់ខ្លួនយើងឲ្យបានរួចផុតពីទុក្ខផងដើម្បីជួយសង្គ្រោះអ្នកដទៃដែលគេមានទុក្ខហ្នឹងជួយណែនាំបង្ហាញផ្លូវឲ្យគេរួចផុតពីទុក្ខមានទោសមានកំហុសមានការលំបាកយ៉ាងណាយើងជួយសង្គ្រោះដោយមេត្តាករុណាអញ្ចឹងយើងអ្នកជួយនិយាយស្ដីឬក៏ប្រើប្រាស់ថវិកាកម្លាំងកាយកម្លាំងចិត្តនោះគឺយើងបានបន់ដែរដូចជាព្រះសម្មាសម្ពុទ្ធព្រះអង្គឃើញមនុស្សក្នុងលោកមានទុក្ខព្រះអង្គប្រើវាចារបស់ព្រះអង្គដើម្បីបង្ហាញផ្លូវឲ្យរួចផុតពីទុក្ខអញ្ចឹងពាក្យសម្ដីរបស់ព្រះអង្គមានតម្លៃគេកត់ត្រារាប់ពាន់ឆ្នាំមកហើយក៏គេនៅតែគោរពប្រណិប័តថ្វាយអង្គមហើយពុទ្ធមិនបានទៅធ្វើសាលាធ្វើពហិអីទេប៉ុន្តែអវាទរបស់ព្រះអង្គនឹងឯងបានជួយស្រោចស្រង់មនុស្សឲ្យរួចផុតពីទុក្ខច្រើនអញ្ចឹងយើងរៀនប្រើប្រាស់សម្ដីឲ្យមានប្រយោជន៍រៀនពិចារណាដោយបញ្ញាពិនិត្យពិច័យឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងប្រតិកម្មមុននឹងសម្រេចចិត្តពីព្រោះវាអាចធ្វើឲ្យការសម្រេចចិត្តរបស់យើងខុសនាំឲ្យមានវិបត្តិសារីមកឲ្យមានទោសហើយនាំឲ្យមានបាបទៅទៀតផងបើយើងសរសើរឬក៏និន្ទាខុសមនុស្សហ្នឹងរលកជីវិតយើងគ្រប់គ្នាតែងជួបរឿងល្អខ្លះមិនល្អខ្លះជារឿងធម្មតាទោះខំទៅរស់នៅកន្លែងណាក៏ជៀសមិនផុតដែររលកជីវិតតែងបក់បោកលើមនុស្សគ្រប់គ្នាមិនរើសមុខឡើយអ្នកក្រជួបទុក្ខតាមអ្នកក្រអ្នកមានជួបបញ្ហាតាមអ្នកមានអ្នកតូចជួបរឿងតាមអ្នកតូចអ្នកធំជួបបញ្ហាតាមអ្នកធំម្នាក់មានបញ្ហាត្រូវដោះស្រាយផ្សេងគ្នា
តាមសម្ពីបុណ្យសម្ពីបាបរៀងខ្លួនពេលបុណ្យឲ្យផលក៏ជួបរឿងល្អរឿងជាទីគាប់ចិត្តទៅពេលណាបាបឲ្យផលម្ដងក៏ជួបរឿងមិនល្អរឿងមិនជាទីគាប់ចិត្តអ្នកមិនអាចបង្គាប់បញ្ជាឲ្យរឿងខាងក្រៅបានតាមចិត្តអ្នកគ្រប់ពេលបានទេសង្ខារទាំងឡាយជាអនត្តាមិនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់អ្នកណាមួយឡើយបើជួបហើយប្រឹងដោះទៅដោះឲ្យអស់ពីសមត្ថភាពអ្នកហើយរៀនរីករាយនឹងអ្វីដែលអ្នកអាចធ្វើបានដំណើរនៃធម្មជាតិមានយប់មានថ្ងៃមានឆ្វេងមានស្ដាំមានល្អមានអាក្រក់ជាសច្ចធម៌ត្រៀមកាយត្រៀមចិត្តរៀនទទួលយករឿងរ៉ាវទាំងពីរទើបមិនសូវកើតទុក្ខខ្លាំងម្នាក់សុទ្ធតែត្រូវប្រឈមមុខដោះស្រាយបញ្ហារៀងខ្លួនទៅតាមធម៌ទៅតាមកម្លាំងបុណ្យរៀងខ្លួនអ្នកណាធ្លាប់ធ្វើបុណ្យមកច្រើនទៅក៏មិន